ក្នុងឆ្នាំ1966នៅទីក្រុងតូចមួយនៅឯសហរដ្ឋអាមេរិកមានមនុស្សពីរនាក់កំពុងតែបើកឡានតាមផ្លូវងងឹតភ្លាមៗនោះពួកគេក៏បានឃើញអ្វីមួយឈរនៅក្បែរផ្លូវវាមានស្លាបធំរាងដូចជាមនុស្សហើយភ្នែករបស់វាភ្លឺក្រហមក្នុងភាពងងឹតនេះគឺជាការចាប់ផ្ដើមនៃរឿងអាថ៌កំបាំងមួយដែលគេហៅថា Mothman ករណីដំបូងកើតឡើងនៅក្នុងទីក្រុង Point Pleasant នៅឯរដ្ឋ West Virginia គូស្នេហ៍មួយគូបាននិយាយថាពួកគេប្រទះឃើញសត្វមួយមានកម្ពស់ជាង2ម៉ែត្រមានស្លាបដ៏ធំហើយមានភ្នែកក្រហមភ្លឺខ្លាំងតែម្ដងពេលពួកគេបើកឡានកិច្ចសត្វនោះក៏ហោះតាមឡានក្នុងល្បឿនលឿនខ្លាំងនេះមិនមែនជាករណីតែមួយទេក្នុងរយៈពេលប៉ុន្មានខែបន្ទាប់មានមនុស្សជាច្រើនអះអាងថាបានឃើញវាដូចគ្នា Mothman មិនត្រឹមតែជាសត្វចម្លែកនោះទេនោះជាច្រើនណាស់ជឿថាវាជាសញ្ញាព្រមានព្រោះរាល់ពេលដែលមានអ្នកឃើញ Mothman ក្រោយពេលជួបនឹងកើតឡើងព្រឹត្តិការណ៍អាក្រក់មនុស្សភាគច្រើននិយាយថាវាមិនវាយប្រហារមនុស្សនោះទេប៉ុន្តែវាបង្ហាញខ្លួនមុនពេលដែលមានគ្រោះថ្នាក់ធំនៅឆ្នាំ1967មានស្ពានមួយហៅថា Silver Bridge បានដួលរលំសម្លាប់មនុស្សអស់46នាក់អ្វីដែលធ្វើឲ្យរឿងនេះកាន់តែអាថ៌កំបាំងនោះគឺមុនពេលដែលស្ពានដួលមានមនុស្សជាច្រើនបានរាយការណ៍ថាពួកគេបានឃើញ Mothman ក្រោយព្រឹត្តិការណ៍នេះ Mothman បាត់ខ្លួនទៅមិនមានការមើលឃើញច្រើនទៀតនោះឡើយចំណែកអ្នកវិទ្យាសាស្ត្រមានការពន្យល់ផ្សេងៗគ្នាអាចជាសត្វបក្សីធំដូចជា crane ឬ owl ដែលមានភ្នែកភ្លឺនៅពេលដែលប៉ះពន្លឺឬអាចជាការភ័យខ្លាចដែលធ្វើឲ្យមនុស្សមើលឃើញខុសប៉ុន្តែបញ្ហានោះគឺមនុស្សជាច្រើនឃើញវាក្នុងរយៈពេលខ្លីដូចគ្នាហើយពួកគេបានពិពណ៌នាដូចគ្នាយ៉ាងចម្លែកដូច្នេះតើអ្នកទាំងអស់គ្នាគិតថា Mothman គឺជាសត្វធម្មតាឬក៏ជាអ្វីមួយដែលមកពីពិភពផ្សេងឬក៏ជាសញ្ញាព្រមាននៃគ្រោះមហន្តរាយសូម comment ខាងក្រោមវីដេអូនេះសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកទាំងអស់គ្នាចង់ដឹងរឿងរ៉ាវជុំវិញពិភពលោក